ការសន្សំហ៊ុនបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីការសន្សំហ៊ុនទីផ្សារភាគហ៊ុននៅក្នុងប្រទេសកម្ពុជារបស់យើងកំពុងនឹងចាប់ផ្ដើមមានការពេញនិយមជាបណ្ដាទីផ្សារមួយនេះក៏នឹងមានការពេញនិយមខ្លាំងទៅថ្ងៃអនាគតដោយយើងសម្លឹងឃើញពីប្រទេសជឿនលឿនជាច្រើនដែលមានការពេញនិយមទៅលើទីផ្សារភាគហ៊ុនដូច្នេះហើយការសន្សំហ៊ុនជារឿងមួយដែលយើងអាចធ្វើការសន្សំបានតែបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជារបស់យើងប្រជាជនភាគច្រើនបាទភាគច្រើននោះគឺគាត់ចេះឬក៏ស្គាល់តែការសន្សំលុយបាទការសន្សំមាសបាទតែខ្លះក៏មានការសន្សំអចលនទ្រព្យដូចជាការសន្សំផ្ទះការសន្សំដីជាដើមដែលឡែកការសន្សំហ៊ុនប្រហែលជារឿងថ្មីសម្រាប់ពួកគាត់ដូច្នេះហើយក្នុងថ្ងៃនេះខ្ញុំចង់លើកយកបាទប្រធានបទមួយមកនិយាយគឺការសន្សំហ៊ុនតើការសន្សំហ៊ុននឹងយើងសន្សំយ៉ាងដូចម្ដេចថាតើការសន្សំហ៊ុននឹងតើយើងនឹងទទួលបានផលអ្វីមកវិញច្បាស់ណាស់យើងធ្លាប់ឆ្លងកាត់ការសន្សំលុយបាទសន្សំយូរទៅយើងនឹងបានលុយច្រើនទៅហើយការសន្សំលុយដាក់ក្នុងកូនជ្រូកបែបបុរាណបើសិនបើយើងសន្សំមួយថ្ងៃ$1 100ថ្ងៃយើងនឹងបានចំនួន$100បើសិនបើកូនជ្រូកនោះអត់មានការកាឌីកាត់ឬក៏កាឌីស៊ីលុយជាដើមប៉ុន្តែបើសិនបើយើងសន្សំលុយនៅក្នុងធនាគារមួយថ្ងៃ$1 100ថ្ងៃយើងអាចនឹងបានលើសពី$100ដោយសារតែមានអត្រាការប្រាក់មកជាមួយការសន្សំមាសយើងសន្សំម្ដងមហ៊ុនម្ដងមលីបាទក៏យើងបានមាសមួយចំនួននៅពេលដែលយើងបដូរមកជាលុយដោយសារអត្រាមាសជារឿយតែតែមានភាពកើនឡើងនោះយើងនឹងបានផលចំណេញពីគម្លាតថ្លៃឬក៏ការកើនឡើងនៃថ្លៃមាសបើសិនបើមាសនឹងមិនថ្លៃចុះទេការសន្សំទៅលើអចលនទ្រព្យទៅលើដីទៅលើផ្ទះក៏ដូចគ្នាដែរអ្នកខ្លះក៏ទិញផ្ទះលើកទី1ចំនួន1បាទគាត់កូនសំទៅជួលផ្ទះបានលុយបានកាក់មកក៏ទៅទិញផ្ទះមួយទៀតគាត់បានផ្ទះ2ផ្ដល់ចំណូលពីការជួលបាទឲ្យគាត់កាន់តែច្រើនគាត់ទិញផ្ទះទី3អញ្ចឹងការសន្សំបែប compound dividend ណាcompound ពីផលប្រយោជន៍ហ្នឹងធ្វើឲ្យគាត់បានទទួលទ្រព្យកាន់តែច្រើនទៅការសន្សំដីក៏ដូចគ្នាដែរគាត់សន្សំដីមួយដុំទៅជា2ដុំទៅជា3ដុំឬក៏ដីឡើងថ្លៃគាត់លក់បានផលចំណេញគាត់ទិញបានកាន់តែច្រើនឥឡូវយើងងាកមកការសន្សំហ៊ុនយើងបន្តទៀតការសន្សំហ៊ុនមិនខុសអ្វីពីការសន្សំដីសន្សំមាសបាទនោះទេព្រោះវាជាទ្រព្យដែរយើងសន្សំហ៊ុនមួយថ្ងៃមួយហ៊ុនពីរហ៊ុនយើងទទួលបានចំនួនហ៊ុនមួយខ្ញុំឧទាហរណ៍ថាក្នុងមួយថ្ងៃឬក៏មួយខែបាទមួយខែយើងសន្សំ30ហ៊ុនមួយថ្ងៃសន្សំមួយហ៊ុន365ថ្ងៃក្នុងមួយឆ្នាំយើងនឹងបាន365ហ៊ុនបាទហើយប្រសិនបើ10ឆ្នាំទៅយើងនឹងបាន3000ហ៊ុនជាងនេះគឺជាចំនួនហ៊ុនដែលយើងសន្សំជាប្រចាំប៉ុន្តែការសន្សំជាក់ស្ដែងមិនដូច្នោះទេជារៀងរាល់ឆ្នាំក្រុមហ៊ុនតែងតែធ្វើការផ្ដល់ភាគលាភមកដល់វិនិយោគិនយើងអាចយកភាគលាភទៅទិញភាគហ៊ុនបន្ថែមដូច្នេះហើយការសន្សំហ៊ុនឆ្នាំដំបូងមួយឆ្នាំមួយថ្ងៃមួយហ៊ុនមួយឆ្នាំ315ហ៊ុនឆ្នាំបន្តទៀតមួយថ្ងៃមួយហ៊ុនតែមួយឆ្នាំអាចលើសពី315ហ៊ុនដោយសារតែយើងទទួលបានភាគលាភនៅឆ្នាំដំបូងហើយយើងយកវាមកទិញហ៊ុនបន្ថែមcompound dividend គេហៅថា compound dividend អញ្ចឹងធ្វើឲ្យចំនួនហ៊ុនរបស់យើងមានហ្នឹងគឺកាន់តែច្រើនទៅដូចនេះហើយការសន្សំហ៊ុនគឺជាផ្លូវមួយដែលអាចឲ្យយើងបង្កើននៅទ្រព្យសម្បត្តិសម្រាប់រយៈពេលវែងបាទការសន្សំហ៊ុនធ្វើឲ្យយើងទទួលបានផលរយៈពេលវែងដោយពុំមានផលប៉ះពាល់ទៅលើការធ្វើការរកស៊ីព្រោះវាអត់ចំណាយពេលវេលាបាទมันមានផលប៉ះពាល់ទៅលើលំហូរសាច់ប្រាក់ចាយវាប្រចាំថ្ងៃឬក៏ជីវភាពរស់នៅប្រចាំថ្ងៃដោយសារតែយើងមិនយកលុយចាំបាច់មកប្រើប្រាស់នោះទេអញ្ចឹងការសន្សំហ៊ុនយើងប្រើប្រាស់សាច់ប្រាក់ដែលមិនចាំបាច់យកមកប្រើបាទក៏ឧទាហរណ៍ថាថ្ងៃហ្នឹងខ្ញុំទៅញ៉ាំកាហ្វេមួយកែវខ្ញុំអត់ញ៉ាំកាហ្វេថ្ងៃហ្នឹងបាទអត់បានញ៉ាំកាហ្វេអញ្ចឹងខ្ញុំសល់លុយ10000ដែលសម្រាប់ញ៉ាំកាហ្វេបើកាហ្វេមួយកែវ$2កន្លះហ្នឹងខ្ញុំយកទៅទិញភាគហ៊ុនអេស៊ីឡាបាន2ហ៊ុនបាទ
ដូចនេះហើយគាត់អ្នកទាំងអស់គ្នាញ៉ាំកាហ្វេជារៀងរាល់ថ្ងៃបដូរមកញ៉ាំមួយថ្ងៃរំលងមួយថ្ងៃអ្នកទាំងអស់គ្នាសំហ៊ុនមួយថ្ងៃមួយហ៊ុនពួកភាគហ៊ុនរាល់ថ្ងៃនេះនៅអេស៊ីលីដាភាគហ៊ុនធនាគារហ្នឹងគឺក្រោម 10000 រៀលទេ6000 រៀល 7000 រៀលប៉ុណ្ណឹងឯងនឹងមានភាគហ៊ុនក្រុមហ៊ុនជាច្រើនទៀតដែលមានភាគហ៊ុនក្រុមហ៊ុនខ្លះនោះត្រឹមតែ2000 រៀលទេបាទក្នុងមួយចំណែកភាគហ៊ុនអញ្ចឹងការសន្សំមួយថ្ងៃមួយហ៊ុននេះមិនមែនជារឿងដែលលំបាកនោះទេងាកមកពីកំណើនដែលថាយើងបានវិភាគលៀបមកបង្កើនជាភាគហ៊ុនបាទទិញជាភាគហ៊ុនចូលយើងក៏មានកំណើនមូលធនដែរភាគហ៊ុនកាន់តែយូរទៅបើសិនមកក្រុមហ៊ុននឹងរកស៊ីជោគជ័យមួយឆ្នាំទៅមួយឆ្នាំមិនប្លែកទេប៉ុន្តែច្រើនឆ្នាំទៅតម្លៃភាគហ៊ុននឹងកើនឡើងភាគលៀបនឹងកើនឡើងដូច្នេះហើយកន្លែងនេះយើងសន្សំហ៊ុនយើងគួរតែរើសយកក្រុមហ៊ុនដែលមានសក្តានុពលផ្ដោតលើវិធីសាស្ត្រវិភាគ2ទី1គឺបែបកត្តាមូលដ្ឋានយើងមើលពីសក្តានុពលមើលពីឱកាសមើលពីភាពរឹងមាំរបស់ក្រុមហ៊ុននិងមួយទៀតយើងមើលកត្តាបច្ចេកទេសដើម្បីធ្វើការទិញហ្នឹងឲ្យចំនៅពេលដែលភាគហ៊ុនហ្នឹងតម្លៃមិនខ្ពស់ពេកបាទឬក៏យើងអាចប្រើវិធីសាស្ត្រសាមញ្ញមួយទៀតទិញនៅរដូវកាល low season រដូវកាលភាគហ៊ុនចុះទៀតនៅក្នុងភាគហ៊ុនត្រូវបានការអង្កេតតែមិនទាន់មានការចាត់ថ្នាក់ជាស្តង់ដារតែការអង្កេតពីវិញ្ញាណជាច្រើនឆ្នាំបានឃើញថាមានរដូវកាល high season និង low season តែជាការគូសវាសនៅពេលបឋមនេះយើងអាចចាត់ថ្នាក់ថាចាប់ពីខែ7បាទខែកក្កដារហូតដល់ខែធ្នូបាទ6ខែចុងឆ្នាំគឺជាខែ low season បាទចាប់ពីខែមករារហូតដល់ខែមិថុនា6ខែដើមឆ្នាំគឺជាខែ high season នេះគ្រាន់តែកម្រិតបឋមនៅការអង្កេតមិនទាន់មានការចាត់ថ្នាក់ជារួមនៅឡើយឬក៏ថ្ងៃក្រោយគេអាចចាត់ថ្នាក់ជា3ថ្នាក់ខែ high ខែ low និងដល់មកក៏ថាបានដែរឧទាហរណ៍ថាខែ1បាទទៅដល់ខែ3ជាខែថ្លៃពីធម្មតាខែ3ដល់ខែ6ជាខែឡើងថ្លៃបាទខែ7ដល់ខែ9ជាខែធម្មតាខែ10ដល់ខែ12ជាខែចុះថ្លៃជាដើមយើងស្ទើរតែមិនទាន់អាចកំណត់បានប៉ុន្តែយើងអាចសង្កេតបានជារួមដោយសារយើងនៅក្នុងទីផ្សារយូរទៅអញ្ចឹងសួរថាតើការសន្សំហ៊ុននឹងលំបាកទេបើសិនជាយើងប្រៀបធៀបងាយស្រួលជាងការសន្សំមាសងាយស្រួលជាងការសន្សំដីងាយស្រួលជាងការសន្សំផ្ទះទៅទៀតតែសារភាគហ៊ុនយើងអាចចាប់ដើមសន្សំពីមួយហ៊ុនដែលមានតម្លៃត្រឹមតែ2000 3000ឬក៏4000រៀលទៅបាទសំជារៀងរាល់ថ្ងៃនិងមួយទៀតភាគហ៊ុនយើងអាចទិញតាមទូរស័ព្ទដៃតាមអេឡិចត្រូនិកបាទបើជាឲ្យតែមាន Wi-Fi មានអ៊ីនធឺណិតយើងអាចទិញកន្លែងណាក៏បានវាមានភាពងាយស្រួលបត់បែនហើយសួរថាតើភាគហ៊ុននឹងស្របច្បាប់អត់បាទភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាគឺជារឿងដែលស្របច្បាប់ទាំងការទិញទាំងការលក់ទាំងការជួញដូរទាំងការវិនិយោគផ្សារមូលបត្រកម្ពុជាត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលជាផ្សាររបស់រដ្ឋគ្រាន់តែយើងត្រូវចំណាំមួយថាផ្សារភាគហ៊ុនមានចរិតលក្ខណៈមួយគឺតម្លៃឡើងចុះបាទមានការប្រើតិចនិចវិធីសាស្ត្រឈ្មោះឱកាសសង្កត់ថ្លៃរុញថ្លៃដើម្បីកេងចំណេញពីកម្រិតថ្លៃនេះគឺជារឿងធម្មតានៅក្នុងទីផ្សារភាគហ៊ុនមិនមែនជាការបោកបញ្ឆោតបោកបន្លំបាទដាក់សម្ពាធដើម្បីទិញបានថោករុញដើម្បីលក់បានថ្លៃអត់ទេទីផ្សារភាគហ៊ុនទូទាំងពិភពលោកគឺបែបនេះឯងដូច្នេះហើយទើបនៅក្នុងទីផ្សារភាគហ៊ុនទាមទារឲ្យយើងកំណត់គោលដៅវិធីសាស្ត្រនៅក្នុងការវិនិយោគឲ្យបានច្បាស់លាស់ជៀសវាងយើងដើរតាមរលកដើរតាមខ្យល់នាំឲ្យជួបបញ្ហាខាតបង់ភាគហ៊ុនខ្លះនៅពេលដែលគេផ្អើលតាមគ្នាលក់ទៅតម្លៃវាធ្លាក់ទាបមែនតើយើងក៏លក់ទាបប៉ុន្តែផុតនៃការផ្អើលផុតនៃការភ័យតម្លៃរបស់វាក៏ឡើងមកពោះវិញទាំងនេះហើយដែលយើងត្រូវតែចាប់អារម្មណ៍ថាខ្លួនយើងវិនិយោគតាមរបៀបណាវិនិយោគដោយផ្អែកលើអ្វីបាទវិនិយោគដោយយោងបាទដោយសំអាងដោយការវិភាគហ្នឹងបាទផ្អែកលើអីផ្អែកលើកត្តាមូលដ្ឋានផ្អែកលើភាពរឹងមាំរបស់ក្រុមហ៊ុនផ្អែកលើចំណូលរបស់ក្រុមហ៊ុនផ្អែកលើប្រាក់ចំណេញរបស់ក្រុមហ៊ុនផ្អែកលើគូប្រកួតប្រជែងផ្អែកលើការឈរជើងរឹងមាំនៅក្នុងវិស័យរបស់ក្រុមហ៊ុនផ្អែកលើ net income បាទផ្អែកលើ dividend ផ្អែកលើបាទទាំងអស់នឹងនៅតែរឹងមាំបង្ហាញថាក្រុមហ៊ុននៅតែរឹងមាំទោះបីថ្លៃវាបន្តធ្លាក់ក៏យើងនៅតែមិនមានការផិតភ័យឬក៏លក់ទាំងខាតទាំងអីដែរបាទ
ព្រោះយើងវិនិយោគភាគហ៊ុនទៅលើចំណាយរបស់ក្រុមហ៊ុនមិនមែនទៅលើថ្លៃរបស់ក្រុមហ៊ុនទេបាទវិនិយោគទៅលើកម្រិតថ្លៃកាលណាតែថ្លៃធ្លាក់បើយើងមិនបញ្ញាប់លក់យើងខាត់កាន់តែច្រើនវិនិយោគទៅលើភាគហ៊ុនឬក៏ចំណាយរបស់ក្រុមហ៊ុនថ្លៃធ្លាក់ប៉ុណ្ណាបើយើងមានចំណាយ100ហ៊ុនយើងនៅតែកាន់100ហ៊ុនដែរវាឡើងមកវិញក៏យើងនៅតែ100ហ៊ុនវាឡើងដល់$2ក៏100ហ៊ុនវាចុះដល់2000រៀលក៏យើងនៅតែមាន100ហ៊ុនដូចគ្នាឡើងក៏មិនបំណងលក់ចុះក៏មិនមានបំណងទិញអញ្ចឹងចំនួនហ៊ុនយើងនៅដដែលយើងមិនមានការខាតឬក៏ចំណេញនោះទេនេះជាគោលដៅនៃការសន្សំភាគហ៊ុនគ្រាន់តែយើងសន្សំដាក់កម្រិតថាមានផែនការសន្សំរយៈពេលប្រហែលឆ្នាំការសន្សំហ៊ុនមិនមានភាពលំបាកទេបាទគ្រាន់តែការចាប់ផ្ដើមដោយការបើកគណនីជួញដូរបាទតាមអនឡាញបាទភ្លាមតែមកចាប់តាមទិញពីមួយហ៊ុនពីរហ៊ុនទិញជាប្រចាំហើយកុំលុបលុនអ្នកដែលលុបលុនភាគច្រើនគឺជាអ្នកដែលវិនិយោគរយៈពេលខ្លីរយៈពេលមធ្យមនិងរយៈពេលវែងពេលខ្លះក៏គាត់ប្រើដើមទុនច្រើនដែរប៉ុន្តែបើអ្នកសន្សំហ៊ុនដើម្បីអនាគតសន្សំហ៊ុនដើម្បីជាទ្រព្យដើម្បីជាអីទៅពេលដែលអនាគតនោះទេគាត់មិនមានភាពរំជើបរំជួលនឹងការផលតបស្នងពីភាគហ៊ុនរយៈពេលខ្លីទេដូច្នេះគាត់មិនដាក់លុយដាក់កាក់អីសន្សំឬក៏បដូរទៅទិញច្រើននាំឲ្យចំណេញច្រើនឬក៏ខាតច្រើននោះទេទីផ្សារភាគហ៊ុននៅពេលបច្ចុប្បន្ននេះมันមានការពេញនិយមខ្លាំងនៅឡើយក្រុមហ៊ុនចុះបញ្ជីមានត្រឹមតែ11 12ក្រុមហ៊ុនទេអនាគតទៅទីផ្សារភាគហ៊ុននឹងមានក្រុមហ៊ុនចុះបញ្ជីច្រើនបើសិនបើយើងយោងទៅតាមទីផ្សារភាគហ៊ុននៅបរទេសដែលគេបានដើរមកជាយូរឆ្នាំមុនទៅហើយមិនភ្លេចទេទីផ្សារភាគហ៊ុននៅតែបង្ហាញដដែលថ្លៃប្រែប្រួលភ្លាមមិនមានការព្យាករណ៍ណាមួយការវិភាគណាមួយឲ្យត្រូវជាក់លាក់នោះទេដូចជាពេលមួយរយៈពេលមុននេះតម្លៃភាគហ៊ុនក្រុមហ៊ុន Tesla បានឡើងយ៉ាងខ្លាំងបាទតែពេលដែល Donald Trump ជាប់ឆ្នោតក្រោមការជួយជ្រោមជ្រែងពីលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla បន្ទាប់មកទៀតតាមការអនុវត្តកិច្ចការនៅស្ថាប័នសិទ្ធិភាពការងារបាទខាងការហ្នឹងកាត់បន្ថយចំណាយប៉ះពាល់ទៅដល់ប្រជាជននិងវិនិយោគិនជាច្រើននៅក្នុងសហរដ្ឋអាមេរិកថ្លៃភាគហ៊ុនហ្នឹងក៏ធ្លាក់ចុះមកវិញហើយពេលបច្ចុប្បន្ននៅពេលដែល Elon Musk នឹងត្រាំមានបញ្ហាជាមួយគ្នាថ្លៃភាគហ៊ុន Tesla ហ្នឹងក៏កាន់តែធ្លាក់ទៅទៀតអញ្ចឹងហើយកន្លែងនេះប្រសិនបើអ្នកទាំងអស់គ្នាជាអ្នកវិនិយោគបាទហើយឃើញថាចំណេញច្រើនលើសលប់ហើយពេលខ្លះក៏អាចលក់វាខ្លះផងដែរជាចុងក្រោយក៏សូមជំរាបជូនជាពិសេសវីដេអូនេះធ្វើសម្រាប់អ្នកថ្មីទីផ្សារភាគហ៊ុនឡើងចុះមិនមានអ្នកណាដឹងមុនមិនបានទិញទុកនោះទេ